គីឡូទី0 32គីឡូឥឡូវទៅចាប់ដើមអត់ទាន់ចាប់ដើមទេនៅកន្លែងចេញពីប៉ាអូ ចេញពី start line មកហើយនៅរត់កាត់វាស្រែហ្នឹងគឺវាស្រែអត់ទេនេះឥឡូវ32គីឡូយើងរត់តាមស្រួលមិនប្រឹងតែរត់ដល់និយាយថានេះនៅក្នុង10គីឡូដំបូងរត់ទៅចេះសើចនិយាយចេញទៅពេល10គីឡូចុងក្រោយនៃ32គីឡូដឹងមុខមិនអីចាំមើលហើយគេរត់នៅមុខខ្ញុំរៀងនៅក្រួយគេហ្នឹងគីឡូទី5ហើយឥឡូវនៅនិយាយបានសើចចេញខ្លះព្យាយាមកុំឲ្យរត់ហួសពេកព្រោះនៅសល់បាន20ជាងគីឡូទៀតទាំងអស់32ហើយ so far good ហត់ល្មមសប្បាយទេតាវាអានឹង check in 5គីឡូលើកទី1នេះក្រោយខ្ញុំនេះមានប្រាសាទជាប្រាសាទមួយក្នុងចំណោមប្រាសាទ200ជាងនៅតំបន់សម្បូរព្រៃគុកនេះបើព្រៃគុកហ្នឹងសល់តាមពីជំនាន់ចេនឡាហើយគេថាស្ថាបត្យកម្មនៅជំនាន់ហ្នឹងគឺជាគ្រឹះបន្សល់ទុកសម្រាប់រហូតដល់គេប្រើមកដល់ជំនាន់អង្គរហ្នឹងខ្ញុំទៅចូលទៅអានដែរណាមានផ្លូវដេកសាច់ទៀតណាគីឡូទី10ហើយនៅសើចេញតិច Hello បងសួស្ដីខ្ញុំថតវីដេអូតិចនេះគីឡូទី10ហើយនេះភ្លេចឲ្យមើលមុនហ្នឹងគីឡូទី10ហើយឥឡូវនៅសល់ប៉ុន្មានបង20គីឡូជាងទៀត22ទៀតទៅតិចរ៉ែ Yeah so far so good អត់ទាន់ហត់ខ្លាំងពេកទេនៅមានអារម្មណ៍និយាយបានអូខេបាទរត់បាន10គីឡូខំថាអូម៉ែអើយមកផ្លូវលិចទឹក5-10គីឡូហើយគីឡូទី5លើកទី3ហើយមានអារម្មណ៍ថាហត់ជាងមុនជើងរៀងរយជាងមុនតិចហើយនៅសល់ពាក់កណ្ដាលទៀតនេះទេសភាពវាស្រែហើយនេះគីឡូនេះជិតដល់គីឡូទី20ហើយគីឡូទី18ហើយនេះនឹងឃើញអត់ទេនេះហើយក្នុងផ្នែកមួយនៃផ្លូវរត់ហ្នឹងគឺមានរត់ចូលក្នុងព្រៃចឹងឯងបាទទីទៀតចេញទៅដល់ខាងប្រាសាទវិញសម្បូរព្រៃគុកទៅបេះដូងមិនហត់ខ្លាំងទេតែជើងរៀងរយព្យាយាមរក្សា pace ឲ្យល្អកុំឲ្យហួសពេកកុំឲ្យគោមនងខ្ញុំថ្ងៃនេះដល់ទីហើយជាមួយនឹងធ្វើម៉េចកុំឲ្យលមូកពើហើយជាមួយនឹងកុំឲ្យកាំងជើងនេះអស់ជើងពេកប៉ណ្ណឹងជោគជ័យហើយបាន20គីឡូហើយនេះហើយនោះមានអ្នកប្រាប់ផ្លូវ20គីឡូហើយអូយសប្បាយណាស់ណានិយាយថាពីអង្គុយមើលអញ្ចឹងសប្បាយនេះមើលមុខនេះឥឡូវចូលក្នុងព្រៃវិញទៀតហើយនេះសល់10គីឡូជាងទៀតនៅក្នុងព្រៃហើយនេះហើយយុទ្ធសាស្ត្រសូហ្វាមកដល់ត្រឹមឥឡូវហ្នឹងពេលកន្លែងណាដែលវានៅ5ថ្ងៃខ្ញុំរត់ឲ្យរៀងលឿនតិចទៅដល់មួយលប់ខ្ញុំថយជើងដើរដើម្បីសម្រួលដង្ហើមហើយពេលក្នុងដើរក្នុងព្រៃចេះជាងត្រូវមើលខាងក្រោមមើលអីចឹងខ្ជិលរត់លឿនដើរឲ្យដកដង្ហើមដែរទៅអានឹងធ្វើចឹងទៅសង្ឃឹមថាអាចដល់ទីខ្សែកាឈូកមិញណានឹងគេប្រាប់ផ្លូវនេះអាហារសម្រន់ជំនួយអត់បានដាក់សមចេញសមអីមកទេ
បានអានឹងជួយហើយមួយទៀតអត់ចែលអត់អីទេគឺបានទឹកខ្មុំច្រកទឹកខ្មុំ shout out to បងគឹមអរគុណដែលបានប្រាប់គន្លឹះដ៏អស្ចារ្យនេះខ្ញុំច្រកទឹកខ្មុំមកបានកូន3កូនថងឥឡូវអស់2នៅសល់មួយទៀតនេះណែរត់កាត់ប្រាសាទនេះចិត្តដល់គីឡូ20ជាងទីទួយ22អីហើយចាំ25ចាំខ្ញុំអាត់ដេតបន្ថែមនេះហើយទីវាថាចូលមើលយ៉ាងសប្បាយណាស់ហើយនឹងរត់ក្នុងរៀនតាតដែរបងវិញនឹងចាប់ពីមកយកទៅវិញមែនស្ដីឲ្យបងវិញហើយចុះបងឯងមកបកាច់បកិនរត់អីសារទឹកមិនដេកទេបាយបងរត់សបាយអូអត់ជាមិនទេណាចាគាត់ថាអត់ស្នេហ៍គ្នាមកគ្នារត់បានយ៉ាងទេអត់ងាយមានប៉ែណាបងរត់ចាប់ប្រៃយ៉ាងនេះមិនអស់ហើយណាអស់ water station ហ្នឹងនៅណាមានតែមួយហ្នឹងឯងតាជេកនៅខាងមុខមួយទៀតមួយទៀតហ៎អូខេ not bad there's still you can take as much as you can take as many if you have space to put banana too and there's one more still water station okay good up in the front so thirsty admin tackสบายขอบคุณบอลทำมาล็อกแมนบอลจำปีเด็กเคยไหมบรมาสตาร์มาป้ามาอีกวันถ้าเราไม่ติดมันบานออกก่อนนี่แน่ปราสาทดำเมียนดำเชิดดอกนี่เลยน้องใหญ่ทานนี่บานมาพายปรามกิโลหายในซอปมวยผมเปิดกิโลเตียนฮอตมันฮอตพลังไปเต้บนใต้เชิงร้อยหายนี่ขนมนี่ละกาเคยประมาณกิโลដល់គីឡូទី30ហើយនៅសល់ឲ្យ3ទៅ4គីឡូទៀតដល់ហើយបើថាហត់អស់កម្លាំងរាងកាយclean មិនសូវទេខ្ញុំគិតថាខ្ញុំ fueling ត្រូវរៀបចំមកអែមតែម្ដងដាក់ជែលទឹកខ្មុំហើយហូបជែកហូបទឹកគ្រប់គ្រាន់អញ្ចឹងអត់មានអារម្មណ៍ថាហេវអសោះខ្លួនទេប៉ុន្តែជើងរយហើយនេះអូខេដល់ដំណាក់កាលចុងក្រោយ3គីឡូទៀតដល់ទីហើយទៅដល់ទីជោគជ័យហើយGood job ចាំដើមរត់ដើរប៉ុន្តែខ្ញុំអត់ឃ្លានអាការខ្ញុំរត់25 so I think my nutrition plan work ទឹកខ្មុំហ្នឹងទឹកខ្មុំចេកតែ2គីឡូទីម៉ាននេះប្រហែលចេកតែទឹកខ្មុំហ្នឹងបងទឹកខ្មុំហ្នឹងជួយខ្ញុំនេះមិនមែនជាអ្នកធ្វើមាតិកាអីរត់អាជីពអីទេរត់ trail ឬក៏រត់បណ្ណាំងរត់អីអាជីពទេគ្រាន់តែថាបដូររសជាតិកន្លងមកធ្វើតែ content មាតិកាបែបគ្រប់គ្រងជីវកម្មបរិស្ថានកសិកម្មធ្វើតែជីកង់រៀនអនឡាញខ្លួនឯងអីចឹងទៅតែនេះដូររសជាតិក៏មកធ្វើ content រត់លេង